បន្ទាប់ពីឈានទៅបិទបញ្ចប់ការងារដីធ្លីនៅខេត្តកោះកុងពីនេះទៅមុខយើងត្រូវងាកមកប្រែក្លាយដីឲ្យមានគុណតម្លៃនិងគិតគូររៀបចំជួយលើកស្ទួយជីវភាពអ្នកកោះកុងកសាងខឿនសេដ្ឋកិច្ចមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋនិងមន្ត្រីរាជការមានដំបូលលើក្បាលម្ហូបលើតុមានប្រាក់សន្សំកូនទៅរៀនមានពេលវេលាលំហែនិងជួបជុំគ្រួសារនេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន1300បានជូនពលរដ្ឋក្រុងខេមរភូមិន្ទខេត្តកោះកុងនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់ក៏បានអបអរសាទរពុកម៉ែបងប្អូនដែលបានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះហើយក្រសួងនឹងចែកជូនបងប្អូនជាបន្តបន្ទាប់ទៀតដើម្បីធានានៅសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនទាំងអស់សូមគូបញ្ជាក់ផងដែរថាមន្ត្រីរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងសូរិយោដីខេត្តកោះកុងក្រុងនឹងបន្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនពលរដ្ឋចំនួន6ភូមិទៀតនៅស្រុកគិរីសាគរនិងស្រុកស្រែអំបិលនាពេលឆាប់ៗខាងមុខនេះ